នេះអាចយកទៅដាក់ដាំនឹងដីផ្ទាល់បានលក្ខណៈដើមមនប្រភេទដើមមនជាប្រភេទដែលមានផ្លែដែលអាចយើងញ៉ាំផ្លែវាបានហើយផ្លែរបស់វាមានរសជាតិផ្អែមឈ្ងុយពេលទុំខ្មៅល្អអាចយកទៅដាំបានហើយប្រភេទផ្លែមនអាចជួយសុខភាពដល់រាងកាយរបស់យើងបានល្អជួយរាងកាយយើងឲ្យសុខភាពល្អបានល្អប្រសើរខ្លាំងអញ្ចឹងសម្រាប់បងប្អូនខ្លះច្រើនគាត់ស្គាល់ហើយបងប្អូនមួយចំនួនអាចនឹងមិនស្គាល់អញ្ចឹងខ្ញុំបង្ហាញឲ្យបងប្អូនបានទស្សនាមើលបានស្គាល់ប្រភេទពូជដំណាំដើមមននេះហើយទីទៀតខ្ញុំនឹងបង្ហាញប្រភេទដើមមននៅក្រោយផ្ទះដែលមានគុម្ពធំដែលខ្ញុំបានដាំរយៈពេល 3-4 ឆ្នាំមុន